វិធីជជែកពិភាក្សាអំពីសេដ្ឋកិច្ច Digital នៅកម្ពុជានាងខ្ញុំសូមគោរពជំរាបសួរទស្សនិកជនដែលកំពុងតែទស្សនាកម្មវិធីជជែកពិភាក្សាអំពីសេដ្ឋកិច្ច Digital កម្ពុជាដែលកំពុងតែធ្វើការផ្សាយផ្ទាល់ចេញពីគេហទំព័រ Facebook ក៏ដូចជា Channel Telegram ផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital នាថ្ងៃនេះដែរអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital មានកិត្តិយសក្នុងការនាំចូលមកនៅកម្មវិធីសេដ្ឋកិច្ច Digital ដែលជាកម្មវិធីជជែកពិភាក្សាបែបកិច្ចសន្ទនាដែលមានការអញ្ជើញចូលរួមអំពីវាគ្មិនជំនាញដែលគាត់អញ្ជើញមកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធក្នុងការចែករំលែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងដែលផ្ដោតសំខាន់ទៅលើប្រធានបទក្នុងការជំរុញនិងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច Digital និងធុរកិច្ចនៅកម្ពុជានៅក្នុងវគ្គទី1នេះដែរយើងនឹងធ្វើការលើកយកប្រធានបទកន្លឹះមួយមកពិភាក្សាដែលផ្ដោតសំខាន់ទៅលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ថាតើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital គឺជាអ្វីហើយកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital មានសារៈសំខាន់អ្វីខ្លះនៅក្នុងថ្ងៃនេះដែរមាននាងខ្ញុំមនីនាថគឺជាអ្នកសម្របសម្រួលនិងមានការអញ្ជើញចូលរួមអំពីវាគ្មិនកិត្តិយសរបស់យើងដែលគាត់មានបទពិសោធន៍តាក់ទងទៅនឹងការសិក្សាស្រាវជ្រាវគោលនយោបាយនិងច្បាប់ចង់ដឹងថាវាគ្មិនរូបណាដែលអញ្ជើញចូលរួមជាមួយយើងនៅថ្ងៃនេះដូច្នេះនាងខ្ញុំសូមស្វាគមន៍វាគ្មិនរបស់យើងទាំងអស់គ្នាជំរាបសួរសួស្តីបងហ្នឹងហើយបងអរគុណច្រើនដែលចូលរួមជាមួយនឹងកម្មវិធីរបស់យើងនៅថ្ងៃនេះមុននឹងយើងចាប់ផ្ដើមធ្វើការវិភាសាទៅលើប្រធានបទរបស់យើងខ្ញុំចង់ឲ្យបងជួយធ្វើការណែនាំក៏ដូចជាចែករំលែកនៅបទពិសោធន៍ក៏ដូចជាបទពិសោធន៍ការងារទៅកាន់ទស្សនិកជនរបស់យើងខ្លះសូមអញ្ជើញបងចាអញ្ចឹងខ្ញុំសូមជំរាបសួរម្ដងទៀតទៅទស្សនិកជននាងខ្ញុំឈ្មោះសូហិនវតីខ្ញុំជាអ្នកស្រាវជ្រាវគោលនយោបាយនៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital ហើយខ្ញុំនេះដែរសប្តាហ៍ថ្ងៃខ្ញុំធ្វើការសិក្សាស្រាវជ្រាវទាក់ទងនឹងប្រធានបទកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ហ្នឹងហើយបើនិយាយពីប្រវត្តិការសិក្សាវិញខ្ញុំបញ្ចប់ថ្នាក់បញ្ញាបត្រជាន់ខ្ពស់ជំនាញអភិវឌ្ឍដើម្បីនិរន្តរភាពនៅវិទ្យាស្ថានចៅជាស៊ីដែលហៅថា AIT យើងហ្នឹងនៅថៃហើយការដែលពីថ្នាក់បញ្ញាបត្រហ្នឹងខ្ញុំរៀនផ្នែកសេដ្ឋកិច្ចអភិវឌ្ឍហើយមែនតើបទពិសោធន៍ធ្វើការងារសិក្សាស្រាវជ្រាវនេះរៀងយូរដែរ6ឆ្នាំគ្រាន់តែធ្វើការងារស្រាវជ្រាវផ្នែកផ្សេងតែបច្ចុប្បន្នហ្នឹងមានចំណាប់អារម្មណ៍នៅក្នុងការបង្កើតជំនាញស្រាវជ្រាវខ្លួនឯងហ្នឹងតាក់ទងរឿងសេដ្ឋកិច្ចនិង Digital ហ្នឹងឯងចាបងអរគុណច្រើនបងសម្រាប់ការណែនាំខ្លួនឥឡូវនេះយើងត្រឡប់ចូលមកកាន់ប្រធានបទរបស់យើងវិញដែលយើងនឹងធ្វើការវិភាគទៅលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ដែលឡែកយើងសង្កេតឃើញថានាពេលបច្ចុប្បន្ននេះកំណើនសន្ទុះនៃការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជាយើងមានការកើនឡើងគួរឲ្យកត់សម្គាល់ហើយរាជរដ្ឋាភិបាលកម្ពុជាក៏គាត់បានយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច Digital ដូចគ្នាក្នុងនោះគឺមានគោលបំណងក្នុងការកសាងសេដ្ឋកិច្ច Digital នៅកម្ពុជានិងជំរុញទៅដល់និងលើកទឹកចិត្តទៅដល់សាធារណជនក៏ដូចជាគ្រប់ស្រទាប់សង្គមទាំងអស់ឲ្យគាត់ចូលរួមក្នុងការប្រើប្រាស់បច្ចេកវិទ្យា Digital ចាខ្ញុំជឿជាក់ថាមានប្រជាជនខ្មែរយើងមួយចំនួនធំគឺគាត់បានយល់ដឹងហើយថាសេដ្ឋកិច្ច Digital នៅក្នុងបរិបទសង្គមសប្តាហ៍ថ្ងៃគឺជាអ្វីប៉ុន្តែខ្ញុំចង់ឲ្យបងជួយធ្វើការណែនាំបន្ថែមថាតើអ្វីទៅគឺជាសេដ្ឋកិច្ច Digital ចាអរគុណដែរចាមុននឹងចូលដល់ការបញ្យលនៃសេដ្ឋកិច្ច Digital ហ្នឹងយើងត្រូវយល់សិនថាហេតុអីបានវានាំឲ្យមានសេដ្ឋកិច្ចទៅដល់ការវត្តសេដ្ឋកិច្ច Digital នៅក្នុងប្រទេសមួយអញ្ចឹងបើយើងនិយាយទៅគឺដោយសារមានបរិវត្តឧស្សាហកម្ម 4.0 ដែលបើតាមពិតខ្ញុំមិនមែនជាអ្នកជំនាញនៅក្នុងការធ្វើការសិក្សាតាក់ទងរឿងបរិវត្តកម្មឧស្សាហកម្ម 4.0 នេះគ្រាន់តែក្នុងការបញ្យលណែនាំពីសេដ្ឋកិច្ច Digital យើងត្រូវទាញពីការបញ្យលណែនាំនឹងសិនអញ្ចឹងសេដ្ឋកិច្ចបរិវត្តឧស្សាហកម្ម 4.0 នេះដែរគឺមានការចូលរួមពីខាងផ្នែកបច្ចេកវិទ្យា Digital ហ្នឹងដែលមានដូចជា cyber technology ផ្សេង Internet of Things ហើយនិង machine learning អីហ្នឹងដើម្បីជួយពង្រឹងនៅក្នុងការផលិតផលនៅក្នុងសហគ្រាសឬក៏ក្នុងវិស័យឧស្សាហកម្មតែម្ដងអញ្ចឹងដោយសារតែមានការវិវត្តនៃបរិវត្តកម្មឧស្សាហកម្ម 4.0 នេះហើយបានធ្វើឲ្យដំណើរនៃការវិវត្តអស់ហ្នឹងវាជំរុញជាកលឹះនៅក្នុងការចាត់ចូលទៅក្នុងបរិបទសេដ្ឋកិច្ចរបស់យើងដែរអញ្ចឹងបើយើងនិយាយទៅបរិវត្តកម្មឧស្សាហកម្ម 4.0 ហ្នឹងកើតមានតាំងពីមុនវិបត្តិ COVID-19 គោលការណ៍នៃការចេញនិងប្រើប្រាស់ផ្សេងហ្នឹង
គាត់តែថាពេលដែលមានវិបត្តិ COVID-19 មកយើងឃើញថានិន្នាការទីផ្សារនិន្នាការសេដ្ឋកិច្ចវាមានការផ្លាស់ប្ដូរដោយសារថាមានបញ្ជ្រាបឧបករណ៍ឬក៏បច្ចេកវិទ្យា digital ហ្នឹងកាន់តែខ្លាំងនិងមានសន្ទុះនៅក្នុងនឹងទៀតអញ្ចឹងទៅសួរថាអីជាសេដ្ឋកិច្ច digital អញ្ចឹងសេដ្ឋកិច្ច digital វាជាសកម្មភាពសេដ្ឋកិច្ចទាំងអស់ហ្នឹងដែលរួមបញ្ចូលបច្ចេកវិទ្យា digital ឬក៏ផ្សេងជំនាញ digital ផ្សេងហ្នឹងនៅក្នុងការជំរុញផលិតកម្មនិងជំរុញការលក់ដូរនៅក្នុងទីផ្សារផ្សេងហ្នឹងហើយបើនិយាយពីការសិក្សាការពន្យល់ពី World Economic Forum វិញក៏គេបញ្ជ្រាបថាសេដ្ឋកិច្ច digital ហ្នឹងវាមានការជាសកម្មភាពសេដ្ឋកិច្ចដែលរួមបញ្ចូលនឹងបច្ចេកវិទ្យាផ្សេងហ្នឹងដែលនៅក្នុងនោះគេលើកឧទាហរណ៍មួយចំនួនដូចតទៅនឹងរឿង e-commerce online banking ផ្សេងដែលបន្តិចទៀតយើងនឹងអាចបញ្យល់បន្ថែមទៀតទៅលើរឿងហ្នឹងអញ្ចឹងហ្នឹងហើយនៅក្នុងនោះដែរសេដ្ឋកិច្ច digital ហ្នឹងបច្ចុប្បន្នគេឃើញថាមានពេលដែលយើងអភិវឌ្ឍសេដ្ឋកិច្ច digital ហ្នឹងវាជួយឲ្យមានកំណើនសេដ្ឋកិច្ចនិងការងារថ្មីលទ្ធភាពនៅក្នុងការវិនិយោគថ្មីនៅក្នុងសង្គមសេដ្ឋកិច្ចនឹងតែម្ដងចាអរគុណច្រើនបងសម្រាប់ការបកស្រាយអំពីសេដ្ឋកិច្ច digital ជារួមទៅសេដ្ឋកិច្ច digital គឺជាសកម្មភាពសេដ្ឋកិច្ចមួយដែលជំរុញនិងលើកទឹកចិត្តឲ្យមានការចូលរួមក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការសម្រួលទៅដល់ប្រតិបត្តិការងារប្រចាំថ្ងៃក៏ដូចជាគ្រប់គ្រងទៅកាន់សេដ្ឋកិច្ចក៏ដូចជាធុរកិច្ចជាដើមចាបងដែលឡែកនៅក្នុងឆ្នាំ2022កន្លងទៅនេះកម្ពុជាយើងក៏គាត់បានរៀបចំនៅកិច្ចប្រជុំកំពូលអាស៊ានមួយហើយក៏បានលើកយកចំណុចសំខាន់ទាក់ទងទៅនឹងសេដ្ឋកិច្ច digital ដែលយើងផ្ដោតសំខាន់ទៅលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital យកមកពិភាក្សានិងជំរុញឲ្យមានការសិក្សាឡើងវិញក្នុងនាមបងជាអ្នកដែលមានបទពិសោធន៍ក្នុងការសិក្សាស្រាវជ្រាវនៅក្នុងវិស័យនេះខ្ញុំអាចសួរទៅកាន់បងបានទេថាអ្វីទៅគឺជាកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital ហើយតើហេតុអ្វីបានជាយើងចាំបាច់ត្រូវមានកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital នេះឡើងចាកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital បើយើងនិយាយពីដើមឡើយហ្នឹងគេមិនទាន់ប្រើពាក្យកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital ហ្នឹងជានេះទេការពីមុនហ្នឹងសេដ្ឋកិច្ច digital វិវត្តមកពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ digital ដែលហៅជាកាត់ជាភាសាអង់គ្លេសថា DPA ឬក៏ Digital Partnership Agreement ហើយនៅក្នុង DPA នេះដែរគេមានការចុះហត្ថលេខារវាងប្រទេសអាមេរិកនិងជប៉ុននិងរវាងប្រទេសនូវែលសេឡង់ដែលយើងហៅថា New Zealand ហ្នឹងហើយនិង Chile និងសិង្ហបុរីដែលជាកិច្ចព្រមព្រៀងខ្ញុំអាចលើកជាឧទាហរណ៍បានពីរហ្នឹងហើយបន្ទាប់ពីសិង្ហបុរីគាត់ធ្វើកិច្ចព្រមព្រៀងនឹងបានមួយលើកឬក៏ពីរលើកហើយមកហ្នឹងគាត់ចាប់ផ្ដើមកំណត់យកពាក្យថាកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital ហ្នឹងជាផ្លូវការដើម្បីប្រើប្រាស់សម្រាប់ប្រទេសគាត់ទៅថ្ងៃក្រោយទៀតអញ្ចឹងក៏អានេះក៏ជាពាក្យផ្លូវការមួយហើយកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital នេះដែរបង្កើតឡើងដើម្បីរៀបចំនៅច្បាប់ពាណិជ្ជកម្ម digital និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច digital រវាងប្រទេសពីរឬក៏ប្រទេសច្រើនជាងពីរអញ្ចឹងណាហើយគោលបំណងសំខាន់របស់កិច្ចព្រមព្រៀងសេដ្ឋកិច្ច digital នោះមាន3ដែលទី1គឺការរៀបចំបញ្ជីផ្នែកច្បាប់សម្រាប់ពាណិជ្ជកម្ម digital នឹងតែម្ដងហើយទី2ហ្នឹងគឺការគ្រប់គ្រងលំហូរទិន្នន័យឆ្លងកាត់ព្រំដែនឬក៏ការពារសុវត្ថិភាពបុគ្គលសុវត្ថិភាពទិន្នន័យបុគ្គលដែលគេហៅថា personal privacy personal data របស់អ្នកប្រើប្រាស់ហ្នឹងហើយទៅដល់ដើម្បីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការហ្នឹងហើយចំណុចសំខាន់ទី3ហ្នឹងគឺជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសជាដៃគូនៅក្នុងសេដ្ឋកិច្ច digital ហ្នឹងនៅក្នុងតំបន់អាស៊ានហ្នឹងតែសុំទោសមិនតំបន់អាស៊ាននេះគឺសម្រាប់សក្តានុពលសេដ្ឋកិច្ច digital រវាងប្រទេសហ្នឹងតែម្ដងអញ្ចឹងតើតើនឹងភាពចាំបាច់ថាតើហេតុអីបានត្រូវមានកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital ហ្នឹងហ្មងហ្នឹងគឺយើងក៏កលេចទៅមើលគោលបំណងវិញថាតើគោលបំណងសំខាន់3ហ្នឹងវាតកតងនឹងពាណិជ្ជកម្ម digital ដែលហៅថា digital trade ហ្នឹងអញ្ចឹងណានៅក្នុង digital trade ហ្នឹងក៏មានការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនផ្សេងហើយនៅក្នុងនោះដែរយើងតម្រូវឲ្យមានការបញ្ស៊ីផ្នែកច្បាប់នៅក្នុងការនាំចេញនាំចូលទំនិញផ្សេងហើយនឹងតកតងនឹងការ
ទូទាត់សាច់ប្រាក់ដែលគេហៅថា payment online payment ផ្សេងៗគឺត្រូវសម្រួលយន្តការទាំងអស់ហ្នឹងដើម្បីពេលដែលយើងធ្វើកិច្ចសហប្រតិបត្តិការឬក៏ផ្ដោះប្ដូរទំនិញទៅឲ្យទទួលបាននៅប្រយោជន៍ពីប្រទេសផ្សេងៗរៀងៗខ្លួនហើយនៅក្នុងនោះដែរដោយសារតែយើងឃើញថាបច្ចុប្បន្នហ្នឹងលំហឬក៏ការទិញទំនិញតាម online អីផ្សេងឬក៏បច្ចេកវិទ្យានេះវាកាន់តែជឿនលឿនទៅវាកាន់តែល្អទៅអញ្ចឹងពេលដែលយើងធ្វើការផ្ដោះប្ដូរទំនិញអីហ្នឹងក៏គេមានការទិន្នន័យដែលត្រូវឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយអញ្ចឹងយើងត្រូវរៀបចំសុវត្ថិភាពរៀបចំយន្តការនៅសម្រួលអាការលំហទិន្នន័យទាំងអស់ហ្នឹងដែរអញ្ចឹងអាហ្នឹងឯងវាជាចំណុចសំខាន់ដែលហេតុអីដែលត្រូវមានកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital ហ្នឹងហើយត្រូវតែចែកបែងញែកទៅលើចំណុចសំខាន់ទាំងអស់ហ្នឹងនៅពេលដែលយើងចរចានឹងគ្នា ចាអរគុណច្រើនបងសម្រាប់ការបញ្យល់ថាតើអ្វីទៅគឺជាកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ជារួមទៅកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital គឺជាសហប្រតិបត្តិការរវាងពីរប្រទេសដើម្បីជំរុញពាណិជ្ជកម្ម Digital ដោយមុននេះបន្តិចបងបានធ្វើការបកស្រាយអំពីខ្លឹមសារក៏ដូចជាមូលហេតុចាំបាច់ក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ខ្ញុំចង់សួរទៅកាន់បងវិញថាតើចំណុចសំខាន់អ្វីខ្លះចំណុចស្នូលអ្វីខ្លះដែលអាចចូលរួមធ្វើជាធាតុផ្សំដើម្បីជំរុញក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital នេះបានបងចាអរគុណនៅសំណួរដែរបើនិយាយពីចំណុចស្នូលវិញគឺបច្ចុប្បន្នហ្នឹងគឺយើងសិក្សាទៅលើចំណុចស្នូលដែលពីប្រទេសដែលគាត់មានបទពិសោធន៍នៅក្នុងការធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital កន្លងមកអញ្ចឹងអានេះខ្ញុំនិយាយពីចំណុចស្នូលរបស់ប្រទេសសិង្ហបុរីថាតើនៅពេលដែលគេធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ហ្នឹងគេមើលទៅលើចំណុចណាខ្លះអញ្ចឹងចំពោះប្រទេសសិង្ហបុរីដែលយើងហៅសិង្ហបុរីហ្នឹងមានចំណុចស្នូល7ដែលទី1គឺគេនិយាយអំពីបញ្ញាសិប្បនិម្មិតដែលភាសាអង់គ្លេស Artificial Intelligence ហើយទី2តកតងនឹងការផ្ទេរទិន្នន័យឆ្លងកាត់ព្រំដែនដែលហៅថា cross border data flow ហ្នឹងហើយទី3ការការពារទិន្នន័យបុគ្គល data protection ទី4នវានុវត្តទិន្នន័យទី5ហ្នឹងវិក័យប័ត្រអេឡិចត្រូនិកទី6តាក់ទងទៅនឹងអត្តសញ្ញាណ digital ដែលហៅថា digital ID អីផ្សេងៗហ្នឹងហើយទី7បច្ចេកវិទ្យាហិរញ្ញវត្ថុ fintech អញ្ចឹងក្រៅពីនឹងដែរក៏គេមានចំណុចផ្សេងទៀតតែគេចរចាទៅលើចំណុច snow ទាំង7ហ្នឹងដូចជា open data government data ចាដែលដោយសារតែយើងឃើញថាវាមាន cross border data flow អីផ្សេងហ្នឹងអញ្ចឹងក៏មាន initiative ពីការធ្វើ data center របស់ government នៅក្នុងការចែករំលែកទិន្នន័យផ្សេងអស់ហ្នឹងហើយមួយទៀតក៏គេជាការបញ្យល់តិចតួចតាក់ទងរឿង paperless trading ហ្នឹងគឺគេបានកំណត់នៅក្នុងការធ្វើពាណិជ្ជកម្ម digital ដោយសារតែថាពេលដែលយើងធ្វើពាណិជ្ជកម្ម digital ហ្នឹងគឺយើងមិនចាំបាច់ប្រើក្រដាសស្នាមច្រើនដូចបច្ចុប្បន្នបើយើងសុំទោសមិនមែនបច្ចុប្បន្នទេកាលពីមុនបើសិនជាយើងដឹកទំនិញមកទូកុងតឺន័របើយើងនិយាយអញ្ចឹងយើងត្រូវពេញបែបបទលិខិតស្នាមអីជាกระดาษហើយយកទៅ submit អីច្រើនតំណអញ្ចឹងទៅប៉ុន្តែក្នុងពេលបច្ចុប្បន្នហ្នឹងអីវាសម្រួលទៅតាម digital ហើយបើនិយាយពីការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនទៀតក៏ត្រូវសម្រួលតាមនៅក្នុង digital ដើម្បីកាត់បន្ថយពេលវេលាហើយក៏ជួយសម្រួលទៅដល់យន្តការពាណិជ្ជកម្មនឹងផងដែរអញ្ចឹងអាហ្នឹងឯងជាចំណុច snow ដែលគេចាត់ចូលទៅក្នុងការចរចាធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital ចាបងអរគុណច្រើនបងដែលបានលើកឡើងអំពីចំណុចស្នូលសំខាន់ដែលអាចជាធាតុផ្សំចូលរួមក្នុងការរៀបចំឲ្យមានការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ចាខ្ញុំចង់សួរទៅកាន់បងវិញទៀតថាតើមានតួអង្គសំខាន់ណាខ្លះដែលគាត់អាចចូលរួមក្នុងការជួយគ្រប់គ្រងការរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital នេះឲ្យកើតមានឡើងបានចាបើយើងនិយាយពីតួអង្គវិញដោយសារតែសេដ្ឋកិច្ច Digitalជាបរិបទមួយធំទូលាយមែនតើអញ្ចឹងត្រូវការតួអង្គជាច្រើននៅក្នុងសង្គមហ្នឹងដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍក៏ដូចជាការជំរុញនៅការប្រើប្រាស់ឬក៏ជំរុញនៅយន្តការផ្សេងអញ្ចឹងបើយើងនិយាយតួអង្គសំខាន់ទី1ហ្នឹងគឺរដ្ឋាភិបាលតែម្ដងតែគាត់ដើរតួសំខាន់នៅក្នុងការ
ចេញជាគោលនយោបាយសម្រាប់សម្រួលច្បាប់ផ្សេងដែលតនៅក្នុងវិស័យ digital ហើយបើយើងនិយាយពីតួអង្គមួយទៀតនោះគឺវិស័យឯកជនឬក៏សភាពាណិជ្ជកម្មតែគាត់មែនតើគាត់ជា Snow នៃអ្នកដែលផលិតអ្នកដែលធ្វើឲ្យយន្តការទីផ្សារ digital នោះវាមានភាពរស់រវើកនៅក្នុងហ្នឹងអញ្ចឹងយើងត្រូវស្វែងយល់ពីតម្រូវការស្ថានភាពបច្ចុប្បន្នហើយចំណុចសំខាន់ថាតើវាដើរដល់ណាបច្ចេកវិទ្យាដែលគាត់ប្រើប្រាស់ផ្សេងហើយមានតួអង្គសំខាន់ផ្សេងទៀតនឹងដោយដៃគូអភិវឌ្ឍផ្សេងដែលយើងត្រូវសិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច digital ហ្នឹងពីប្រទេសផ្សេងដែលយើងត្រូវយល់ថាវាមានចំណុចអីដែលយើងត្រូវគួរកែប្រែឬក៏គួរតែអភិវឌ្ឍបន្ថែមដោយសារយើងជាប្រទេសកំពុងអភិវឌ្ឍដែរអញ្ចឹងត្រូវការហ៊ានសូត្រពីគេច្រើនដែរអញ្ចឹងចាអរគុណច្រើនបងដែលបានរៀបរាប់អំពីភាគីពាក់ព័ន្ធដែលគាត់អាចចូលរួមសម្របសម្រួលក្នុងការរៀបចំការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ចាដែលយើងដឹងថាកាលពីឆ្នាំ2019កម្ពុជាក៏ដូចជាពិភពលោកទាំងមូលបានជួបនៅវិបត្តិ COVID ហើយវិបត្តិ COVID នេះដែរបានប៉ះពាល់ទៅដល់សកម្មភាពសេដ្ឋកិច្ចយ៉ាងខ្លាំងតាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្នដូច្នេះដើម្បីពន្លឿនសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំ2021នៅប្រទេសប្រ៊ុយណេគឺគាត់បានសម្រេចនឹងដាក់ចេញនៅផែនទីបង្ហាញផ្លូវ Bandar Seri Begawan ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចអាស៊ានទាំងមូលចាហើយខ្ញុំចង់សួរទៅកាន់បងថាតើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital នៅក្នុងក្របខ័ណ្ឌអាស៊ានហ្នឹងមានគោលដៅអ្វីខ្លះហើយកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital នៅក្នុងក្របខ័ណ្ឌអាស៊ានហ្នឹងមានធាតុចូលសំខាន់អ្វីខ្លះដែរចាបើនិយាយពីកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ក្នុងក្របខ័ណ្ឌអាស៊ានហ្នឹងវាជាការរៀបចំដើម្បីឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវBandar Seri Begawan នឹងតែម្ដងហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ2022ហ្នឹងក៏មានការសម្រេចនៅក្នុងរបាយការណ៍សរុបរួមរបស់កិច្ចប្រជុំនឹងដែរថាយើងត្រូវតែចរចាឬក៏មានកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital អាស៊ានហ្នឹងដែលនឹងគ្រោងនឹងចរចានៅឆ្នាំ2025ហើយក្នុងនោះដែរការកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ក្របខ័ណ្ឌអាស៊ានហ្នឹងដែរគឺបង្កើតឡើងនឹងក្នុងគោលបំណង4ដែលទី1គឺកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច Digital ទី2កសាងសមត្ថភាពទី3កសាងបែបបទក្នុងការវិភាគថាទំហំនៃសេដ្ឋកិច្ច Digital នេះវាចាក់ចូលក្នុងសេដ្ឋកិច្ចប៉ុណ្ណាហើយចុងក្រោយនេះគឺដើម្បីបង្កើតកិច្ចព្រមព្រៀងផ្លូវការសម្រាប់ប្រទេសអាស៊ាននឹងតែម្ដងហ្នឹងហើយអញ្ចឹងនៅក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ក្របខ័ណ្ឌអាស៊ាននេះដែរគេមានចរចាទៅលើចំណុចស្នូលចំនួន9តែចំណុចស្នូលចំនួន9ហ្នឹងអាស៊ានធ្វើការប្រជុំដូចជា3ដងហើយមានការកែប្រែច្រើនការពីលើកទី1លើកទី2ហ្នឹងបន្ទាប់មកលើកទី3នេះគេប្រជុំនៅបាលីដែលមានការដឹកនាំពី ACCD ហ្នឹងគាត់ដឹកនាំហើយក៏សម្រេចយក9ចំណុចហ្នឹងអញ្ចឹងចំណុចស្នូលទាំង9ដែលសម្រាប់នៅក្នុងការយកមកសិក្សាពីលទ្ធភាពឬក៏ការត្រៀមខ្លួនផ្សេងហ្នឹងមានដូចជាទី1តកតងនឹងពាណិជ្ជកម្ម Digital ទី2តកតងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែនទី3តកតងនឹងការទូទាត់សងប្រាក់ទី4តកតងនឹងអត្តសញ្ញាណ Digital និងការផ្ទៀងផ្ទាត់ត្រឹមត្រូវទី5តកតងនឹងការបន្លាស់ទីអ្នកមានទេពកោសល្យ Digital និងកិច្ចសហប្រតិបត្តិការទី6ហ្នឹងតកតងនឹងកិច្ចសហប្រតិបត្តិការលើប្រធានបទថ្មីដែលហៅថា emerging topic ទៅលើ technology ថ្មីដូចជា AI ជា blockchain fintech អីហ្នឹងហើយចំពោះទី6គោលនយោបាយនៃការប្រកួតប្រជែងសំទោសទី7ហ្នឹងមែនគោលនយោបាយនៃការប្រកួតប្រជែងទី8ការការពារនិន្នានិងឯកជនភាពហើយទី9ហ្នឹងតកតងទៅនឹងសុវត្ថិភាពទៅតាមប្រព័ន្ធអនឡាញនិងសន្តិសុខ cyber ចាបងអរគុណច្រើនបងដែលបានលើកឡើងអំពីគោលបំណងនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ក៏ដូចជាចំណុចស្នូលសំខាន់ទាំង9ដែលសម្រាប់ក្នុងការចរចានិងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital កើតមានឡើងចាដូចដែលបងបានលើកឡើងបាញ់មិញថា
តួអង្គសំខាន់ដែលគាត់អាចចូលរួមចំណែកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital នេះឲ្យកើតមានឡើងគឺមានរាជរដ្ឋាភិបាលដែរដែលគាត់ដើរតួនាទីយ៉ាងសំខាន់តែខ្ញុំចង់សួរទៅបងថាតើរាជរដ្ឋាភិបាលគាត់អាចចូលរួមក្នុងការសម្របសម្រួលយ៉ាងដូចម្តេចខ្លះដើម្បីរៀបចំឲ្យមានកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital នេះចា៎ អរគុណច្រើនចំពោះសំណួរនេះដែរហើយបើយើងនិយាយពីសកម្មភាពរបស់រដ្ឋាភិបាលវិញខ្ញុំអាច highlight បាន5ចំណុចធំដែលយើងចាប់ផ្ដើមនិយាយពីគោលនយោបាយសេដ្ឋកិច្ច Digital ហ្មងទៅថាតើឥឡូវហ្នឹងវាមានការកសាងគោលនយោបាយហ្នឹងដល់ណាហើយអញ្ចឹងបើយើងនិយាយពីក្របខ័ណ្ឌគោលនយោបាយដំបូងយើងមានក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជាហើយបន្ទាប់មកក៏មានគោលនយោបាយរដ្ឋាភិបាល Digital កម្ពុជាឆ្នាំ2022-2035ហើយឥឡូវហ្នឹងក៏មានគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ2023ដល់2028ដែលហៅថា FinTech គោលនយោបាយ FinTech ហើយបើយើងនិយាយពីការពង្រៀងយុទ្ធសាស្ត្របញ្ចកោណថ្មីនៅក្នុងរដ្ឋាភិបាលអាណត្តិទី7នេះក៏មានបញ្ចូលនៅសេដ្ឋកិច្ច Digital ទៅក្នុងមុំមួយនៅក្នុងដំណាក់កាលទី1នឹងដែរនៅក្នុងការអនុវត្តហ្នឹងហើយបើយើងនិយាយទៅដល់ចំណុចទី2ហ្នឹងចំណុចទី2វិញថាតើរដ្ឋាភិបាលគាត់ធ្វើអីទៀតបន្ទាប់ពីបង្កើតក្របខ័ណ្ឌគោលនយោបាយហ្នឹងអញ្ចឹងបច្ចុប្បន្នហ្នឹងបានន័យថាថ្មីនេះហ្នឹងយើងឃើញគាត់បានសម្រេចនៅក្រមការងារបច្ចេកទេសដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច Digital និងកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital តែម្ដងអញ្ចឹងបើយើងនិយាយអំពីក្រមការងារបច្ចេកទេសនឹងដែររដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ51សសរចុះថ្ងៃទី11ខែកក្កដាឆ្នាំ2023នេះនៅក្នុងការបង្កើតក្រុមការងារបច្ចេកទេសទទួលបន្ទុកសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច Digital នឹងទាំងមូលតែម្ដងនិងសិក្សាទៅលើការត្រៀមខ្លួនចុះក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ហើយនៅក្នុងថ្នាក់អន្តរជាតិនិងទៅក្នុងតំបន់អញ្ចឹងថ្មីនេះដែរអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital យើងនេះហ្នឹងក៏បានរៀបចំនៅការសិក្សាស្រាវជ្រាវនិយាយទៅគឺអ្នកសិក្សាស្រាវជ្រាវគោលនយោបាយគឺជាធីមរបស់ខ្ញុំហ្មងហ្នឹងគឺយើងធ្វើការសិក្សាទៅលើភាពខ្លាំងភាពខ្សោយកលានុវត្តភាពនិងឱកាសដើម្បីនៅក្នុងការធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital អាស៊ានហ្នឹងហើយក្នុងនឹងដែរយើងត្រូវមើលកំណត់ទៅលើថាការត្រៀមខ្លួនទៅលើចំណុចស្នូលទាំង9ដែលខ្ញុំបានលើកឡើងហ្នឹងហើយនឹងថាតើឥឡូវនេះយើងមានអីខ្លះហើយនៅក្នុងការត្រៀមខ្លួនចូលទៅចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital អាស៊ានហើយក្នុងក្របខ័ណ្ឌអាស៊ានហ្នឹងហើយមួយវិញទៀតយើងក៏បានរៀបចំកម្មវិធីកិច្ចពិភាក្សាក្រុមនៅថ្ងៃទី10ខែសីហាឆ្នាំ2023នេះដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដែលយើងបានជែកពីខាងដើមមកហ្នឹងថាមានរដ្ឋាភិបាលមានវិស័យឯកជនសភាពាណិជ្ជកម្មហើយនិងដៃគូអភិវឌ្ឍផ្សេងហើយក្នុងនោះដែរក៏យើងមានអញ្ជើញភាគីពាក់ព័ន្ធពីខាងឧត្តមសិក្សាមកផងដែរអញ្ចឹងអាហ្នឹងវាជាសកម្មភាពទី3ដែលយើងកំពុងតែធ្វើហើយទី4ហ្នឹងយើងឃើញថារដ្ឋាភិបាលមានគំនិតដូចផ្ដើមនឹងការអភិវឌ្ឍធុរកិច្ចនិងសហគ្រិនភាពនៅក្នុងវិស័យ Digital ហ្នឹងហ្មងអញ្ចឹងយើងឃើញថាគំនិតដូចដើមរបស់រដ្ឋាភិបាលយើងឃើញមានតែចូល start up មានខ្មែរ enterprise ហើយបើយើងនិយាយពីថ្នាលវិញបច្ចុប្បន្ននេះយើងមាន enterprise go digital CamDX CamDL CamDG Key ហើយក៏នឹងមានការពង្រៀងថ្នាលអាជីវកម្មថ្មីក៏ដូចជាការរៀបចំនៅថ្នាលចែករំលែកទិន្នន័យនៅថ្ងៃអនាគតផងដែរហើយបើយើងនិយាយពីតាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុឬក៏យើងហៅថា online banking system ហ្នឹងគឺយើងមានបាគងដែល launch ប្រហែលជាបើខ្ញុំចាំមិនខុសឬ2ឆ្នាំ3ឆ្នាំអីក្នុងការ launch បាគងហ្នឹងហើយបច្ចុប្បន្នហ្នឹងមានធនាគារប្រមាណចំនួន50ចូលរួមជាមួយនឹងបាគង application របស់រដ្ឋាភិបាលយើងហ្នឹងហើយឥឡូវយើងមាន KHQR ដែលយើងអាច scan ទិញនៅតំណែងនឹងសេវានឹងទូទាត់សាច់ប្រាក់ហ្នឹង
ទៅតាមហាងតំណែងផ្សេងហើយឥឡូវដូចខ្ញុំវិញខ្ញុំស្ទើរយកលុយតាមខ្លួនទេលុយជាសាច់ប្រាក់ហ្នឹងគឺស្ទើរយកតាមខ្លួនទេគឺដោយសារតែអាការផ្ទេរទូទាត់ហ្នឹងវាស្រួលជាងមុនហើយបច្ចុប្បន្នហ្នឹងសូម្បីតែតាមសារលក់តំណែងធម្មតាបន្លែបកាយើងហ្នឹងក៏មាន QR ដែរអញ្ចឹងវាងាយស្រួលជាងមុនហើយចូលទៅដល់ចំណុចទី5ហ្នឹងនិយាយអំពីការវត្តធនធានមនុស្សវិញយើងឃើញថាក្រសួងអប់រំក៏ដូចថាដុតដៃដុតជើងនៅក្នុងការរៀបចំគោលនយោបាយតាក់ទងរឿង ICT ហើយមួយវិញទៀតគឺជំរុញនឹងការចុះឈ្មោះចូលរៀននៅក្នុងផ្នែក STEM ពីថ្នាក់បើយើងនិយាយទៅពីថ្នាក់បឋមរហូតទៅដល់ថ្នាក់ឧត្តមសិក្សាហើយបើនិយាយពីការផ្ដួចផ្ដើមផ្សេងទៀតមានការបង្កើតជាជំនាញផ្នែក Digital នៅក្នុងកម្រិតថ្នាក់ឧត្តមសិក្សាឬក៏យើងហៅថាសាកលវិទ្យាល័យហ្នឹងពីសាកលវិទ្យាល័យមួយចំនួនដែលគាត់រៀបចំថ្មីហើយឃើញថារដ្ឋាភិបាលក៏ផ្ដល់អាហារូបករណ៍ទៅឲ្យរៀននៅផ្នែក Digital ហ្នឹងផងដែរចា៎អញ្ចឹងទាំងអស់នេះហើយដែលគេហៅថាការអភិវឌ្ឍឬក៏ការជំរុញ Ecosystem Digital ទាំងមូលនៅក្នុងវិស័យសេដ្ឋកិច្ច Digital ហ្នឹងដែលជាសកម្មភាពរបស់រដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងនៅក្នុងការធ្វើការងារហ្នឹងជាក់ស្ដែងគឺសម្រាប់សេដ្ឋកិច្ច Digital តែម្ដងចា៎ហើយក៏វាអាចនឹងជួយជំរុញទៅដល់កិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital នៅថ្ងៃមុខដែរចាបងដោយដែលបងបានលើកឡើងឲ្យបាញ់មិញគឺរាជរដ្ឋាភិបាលកម្ពុជាគឺគាត់បានយកចិត្តទុកដាក់ខ្លាំងមែនទែនក្នុងការជំរុញសេដ្ឋកិច្ច Digital នៅក្នុងកម្ពុជាក៏ដូចជាក្នុងការរៀបចំនៅកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital តាមរយៈការបង្កើតនៅគោលនយោបាយការអភិវឌ្ឍធនធានមនុស្សក៏ដូចជាត្រៀមខ្លួនក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital កម្ពុជានៅពេលខាងមុខនេះដែរចូលមកកាន់សំណួរចុងក្រោយសម្រាប់នៅថ្ងៃនេះដែរវិញតាំងពីដើមរហូតមកដល់ពេលនេះគឺយើងបានពិភាក្សាអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ចាខ្ញុំចង់សួរទៅកាន់បងថាតើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital មានសារៈប្រយោជន៍អ្វីខ្លះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅពេលអនាគតចំពោះសំណួរនេះដែរខ្ញុំឆ្លើយតាមបទពិសោធន៍នៃការធ្វើការសិក្សារបស់ខ្ញុំកន្លងមកតាក់ទងនឹងកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital នេះតែម្ដងហើយក្នុងការឆ្លើយសំណួរនេះខ្ញុំសូមបំបែទៅមើលពីគោលបំណងវិញពីគោលបំណងនិងចំណុចស្នូលក៏ដូចជាគោលការណ៍នៃការធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ក្តីកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ក្នុងក្របខ័ណ្ឌអាស៊ាននឹងក្តីអញ្ចឹងបើយើងមើលពីការសិក្សាព្រោះអាស៊ានក៏បានឲ្យខាង Boston Consulting Group នឹងគាត់ធ្វើការសិក្សាដែរថាបើសិនជាធ្វើកិច្ចព្រមព្រៀងហ្នឹងតើទទួលបានចំណូលប្រមាណអញ្ចឹង Boston Consulting Group ហ្នឹងគាត់បានធ្វើការសិក្សាហើយក៏បានប៉ាន់ស្មានចំណូលពីសេដ្ឋកិច្ច Digital នឹងតែម្ដងថាបើសិនជាយើងធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital រវាងអាស៊ានដូចថានៅក្នុងប្រទេសអាស៊ានហ្នឹងគឺយើងអាចបង្កើនចំណូលសរុបនៅក្នុងអាស៊ានហ្នឹងទាំងមូលហ្នឹង$2,000,000អាមេរិកតែម្ដងហ្នឹងហើយបើសិនជាខ្ញុំចូលទៅដល់ការបញ្យល់នៅក្នុងចំណុចស្នូលមួយនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ក្របខ័ណ្ឌអាស៊ានវិញថាកិច្ចចំណុចស្នូលមួយហ្នឹងទាក់ទងនឹងពាណិជ្ជកម្ម Digital ដែលនៅក្នុងហ្នឹងគេមានធាតុផ្សំមួយចំនួនដូចជា paperless trading អន្តរប្រតិបត្តិការនៃប្រព័ន្ធតែមួយហើយការកំណត់ត្រាអេឡិចត្រូនិកដែលអាចផ្ទេរទូទាត់បានហើយelectronic invoicing អីអញ្ចឹងពេលដែលយើងត្រៀមនឹងចរចាយើងត្រូវរៀបចំបែបផែនអស់ហ្នឹងឲ្យរួចជាស្រេចអញ្ចឹងមានន័យថាការកំណត់ពីការធ្វើ paperless trading គឺបានន័យថាកាត់បន្ថយអាกระดาษស្នាមហ្នឹងយើងប្រើទៅតាមប្រព័ន្ធ electronic e-invoicing ឬក៏ electronic invoice ហ្នឹងក៏យើងរៀបចំបែបផែនទៅបើសិនជាយើងនៅក្នុងការផ្ទេរទូទាត់អីពេលដែលយើង scan ទៅវាចេញព័ត៌មានតែម្ដងអញ្ចឹងកាត់បន្ថយទាំងពេលវេលាកាត់បន្ថយទាំងថ្លៃចំណាយផ្សេងទៅលើអន្តរការនឹងដែរអញ្ចឹងក្នុងហ្នឹងគឺយើងចំណេញនៅក្នុងការរៀបចំប្រព័ន្ធពាណិជ្ជកម្មនៅក្នុងប្រទេសហើយក៏ដូចជាការធ្វើពាណិជ្ជកម្មឆ្លងតំបន់ផងដែរហើយបើយើងនិយាយដល់ចំណុចមួយទៀតដោយសារតែប្រទេសយើងកំពុងអភិវឌ្ឍអញ្ចឹងនៅក្នុងការសិក្សាទៅលើបច្ចេកវិទ្យាការប្រើប្រាស់បច្ចេកវិទ្យាគឺយើងត្រូវសិក្សាទៅប្រទេសដែលគេអភិវឌ្ឍឬក៏ប្រទេសដែលគេជឿនលឿនជាមួយនឹងបច្ចេកវិទ្យាអស់ហ្នឹងអញ្ចឹងអានឹងឯងជាឱកាសដែលយើង
អាចរៀនសូត្រជាឱកាសដែលយើងអាចកសាងសមត្ថភាពធនធានមនុស្សរបស់យើងហ្នឹងនៅក្នុងការដែលគេហៅថាការសម្របខ្លួននឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីនឹងរៀបចំប្រព័ន្ធការពារទៅលើបច្ចេកវិទ្យាអស់ហ្នឹងដែរដូចជាតកតងនឹងការពារសុវត្ថិភាពនៅព័ត៌មានឯកជនភាពអីផ្សេងតកតងនឹងសុវត្ថិភាពនៃប្រព័ន្ធអនឡាញផ្សេងអញ្ចឹងទាំងអស់នេះហើយគឺជាការរៀបចំនិងការរៀនសូត្រហើយវាជាឱកាសនៅក្នុងសម្រាប់កម្ពុជាយើងនៅក្នុងការពង្រឹងខ្លួននៅក្នុងសេដ្ឋកិច្ច digital នឹងតែម្ដងហើយបើនិយាយពីការបង្កើនសមត្ថភាពធនធានមនុស្សផងដែរពេលដែលយើងធ្វើកម្មវិធីកិច្ចពិភាក្សាហ្នឹងស្ថាប័នឧត្តមសិក្សាមួយចំនួនក៏គាត់បានលើកឡើងដែរថាបើសិនជាមានកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital ហ្នឹងគាត់រំពឹងនឹងមានការផ្លាស់ប្ដូរអ្នកជំនាញពីប្រទេសដទៃមកដើម្បីបង្រៀនឬក៏ចែករំលែកចំណេះដឹងនៅក្នុងរយៈពេលណាមួយឲ្យមកដល់ធនធានមនុស្សនៅប្រទេសកម្ពុជាអញ្ចឹងបើន័យថាមានការផ្លាស់ប្ដូរជំនាញនឹងឬក៏មានការរំពឹងនឹងមានការវិនិយោគថ្មីនៅថ្ងៃអនាគតអញ្ចឹងនេះជាចំណុចដែលជាសារៈប្រយោជន៍ធំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ច digital នឹងតែម្ដងចាអរគុណទៅកាន់បងវត្តច្រើនមែនតើដែលបានផ្ដល់កិត្តិយសក្នុងការចូលរួមជាមួយនឹងកម្មវិធីសេដ្ឋកិច្ច Digital នៅកម្ពុជាដែលបងបានចែករំលែកនៅចំណេះដឹងក៏ដូចជាទស្សនៈទានល្អៗតាក់ទងទៅនឹងកិច្ចព្រមព្រៀងសេដ្ឋកិច្ច Digital ទៅកាន់ទស្សនិកជននៅថ្ងៃនេះហើយជាមួយគ្នានេះដែរកម្មវិធីសេដ្ឋកិច្ច Digital នៅកម្ពុជាក៏បានឈានមកដល់ទីបញ្ចប់នាងខ្ញុំសូមអរគុណទៅកាន់ទស្សនិកជនដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ចប់ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗក៏ដូចជាព័ត៌មានទាក់ទងទៅនឹងសេដ្ឋកិច្ច Digital និងធុរកិច្ច Digital សូមធ្វើការតាមដានគេហទំព័រ Facebook ក៏ដូចជា Channel Telegram ផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital ជាថ្មីម្ដងទៀតនាងខ្ញុំអ្នកសម្របសម្រួលនិងវាគ្មិនកិត្តិយសរបស់យើងសូមអរគុណនិងសូមគោរពលានិងជួបគ្នាឆាប់ៗនៅកម្មវិធីបន្ទាប់